តាមខ្ញុំប្រើទឹកបតាក់ភ្នែករបស់ស្វីហ្នឹងមកខ្ញុំគិតថាល្អច្រើនល្អមែនតែនហ្មងណាជាពិសេសគឺអាផ្ទុយផ្លែភ្នែករបស់ខ្ញុំនេះវានឹងកើតឡើងឥឡូវតាំងពីខ្ញុំប្រើមកហើយជាង10ថ្ងៃមានអារម្មណ៍ថាដូចវារៀងបាត់ទៅម្ដងបន្តិចម្ដងបន្តិចបងប្អូនគឺខ្ញុំភ្នែកខ្ញុំកាលពីមុនអត់បានអញ្ចឹងហើយខ្ញុំចុករួយគ្រាប់ភ្នែកក៏ហល់កាហាយតែមេឃក្តៅខ្លាំងក៏អត់បានឲ្យនិយាយចាំមកតែជិះម៉ូតូឬមួយខ្ញុំចូលទៅក្រានចូលអីដែលធ្វើមកហូបអាហារគឺខ្ញុំចាប់ផ្ដើមក្តៅភ្នែកខ្ញុំហៀទឹកភ្នែកចេញមកហើយអញ្ចឹងបងប្អូនដែលមានបញ្ហាដូចខ្ញុំសូមអញ្ជើញប្រើទៅវាអត់ខុសម្ដងទេរាល់ថ្ងៃនេះខ្ញុំមានសុបាយចិត្តណាដោយសារខ្ញុំបានជាវាច្រើនដែរប្រហែលជា70 80 90%ដែរហ្នឹងពីរាល់ថ្ងៃនេះមានសុបាយចិត្តខ្លាំងចាឥឡូវបងប្អូនសូមអញ្ជើញប្រើទៅដូចខ្ញុំវាអត់មានខុសម្ដងទេនេះល្អរបស់គេមែនខ្ញុំនេះខ្ញុំបានប្រើទឹកបតាក់ភ្នែកស្វីនេះមើលទៅឃើញណាបោះស្វីហ្នឹងមានអារម្មណ៍ថាវាល្អហ្មងកាលពីមុនភ្នែកខ្ញុំវាកាលតែផ្ទុយខ្លាំងហ្មងណានិយាយចាំខ្ញុំកាលវារៀងយូរដែរហើយប៉ុន្តែដោយសារខ្ញុំវាមានបំណងថាចង់ទៅពេទ្យឲ្យពេទ្យគេមើលថាវារបៀបមិនចង់បកចង់អីចឹងតែឥឡូវខ្ញុំដូរចិត្តវិញដោយសារខ្ញុំបានមើលតាម Facebook គេបង្ហោះមកថាទឹកបតាក់ភ្នែករបស់ស្វីហ្នឹងមានអារម្មណ៍ថាវាល្អហើយមែនតាំងពីខ្ញុំទិញប្រើហ្នឹងមកប្រើប្រហែលជាជាង10ថ្ងៃហើយអញ្ចឹងខ្ញុំគិតថាភ្នែកខ្ញុំប្រហែលជាអាចជានឹងការប្រើប្រាស់នឹងទឹកបតាក់ភ្នែកហ្នឹងឥឡូវបងប្អូនមើលភ្នែកខ្ញុំនេះឥឡូវឡើងខ្លាកាលពីមុនខ្ញុំមានអារម្មណ៍ល្មាស់ស្គៀបដេកក៏អត់បានឈឺហ្មងណាឈឺផ្សានៅក្នុងហ្នឹងហើយមានអារម្មណ៍ថាដេកយប់ឡើងចេញតែភ្នែកមកខ្ញុំស្អត់ដូចរបៀបថាយើងមានស្អីនៅក្នុងភ្នែកយើងអញ្ចឹងតែតាំងពីខ្ញុំប្រើនេះទឹកបតាក់ភ្នែករបស់ស្វីហ្នឹងមកខ្ញុំថាល្អរបស់គេមែនហើយខ្ញុំក៏មានការនេះសុបាយចិត្តខ្លាំងដែរដែលពេលខ្ញុំបានប្រើទៅវាបានជោគជ័យវាបានទទួលផលភ្លាមអញ្ចឹងណាអញ្ចឹងបងប្អូនដែលមានដូចខ្ញុំអញ្ចឹងសូមអញ្ជើញមកប្រើទៅវាអត់ខុសម្ដងទេល្អមែនហើយអ្វីដែលខ្ញុំធ្លាប់ការខ្លួនឯងគឺខ្ញុំបានជួបខ្លួនឯង